và phúc ở sau sao bao dương miền pì thì mới cứ ở sau sao toàn mót vì đám có hà sau sao toàn mót có rừng prèn lục ly thêm tấy có hà sau sao rừng prèn lục liên hợp án có hà sau sao bị chỉ chun lụcคนcầm xía có hà sau sao bị tệ cái gìពាក្យថាសរសើរជាប្រៃនេះទើបតែបង្កើតមាននៅក្នុងឆ្នាំ1979ទេដោយជំនាញការវៀតណាមនឹងជួយបង្កើតឲ្យហៅថា literature popular នឹងប្រែពីបារាំងមកសរសើរជាប្រៃពីដើមយើងហៅថាសរសើររឿងព្រេងឬសរសើរតមាត់អានឹងជាប្រភេទសរសើរមួយដែលមានវ័យចំណាស់ណាស់បងមើលយើងដឹងប្រវត្តិយើងដោយសារអីដោយសាររឿងបថោងនាងនេះហ្នឹងហើយយើងដឹងប្រវត្តិភ្នំសំពៅដោយសារមានរឿងភ្នំសំពៅមានភ្នំរឿងទុំមាន់យើងមានរឿងនេះរឿងនោះទៅអារឿងទាំងអស់ហ្នឹងរឿងពេកទាំងអស់ហ្នឹងដែលបញ្ជាក់អំពីប្រវត្តិបញ្ជាក់អំពីទំនៀមទម្លាប់ប្រពៃណីរឿងមលូស្លាបញ្ជាក់អំពីទំនៀមទម្លាប់ប្រពៃណីរឿងអាប៉ាងមើលឃើញខ្មោចឃើញទេនឹងសិតតែជាវប្បធម៌មានតម្លៃបំផុតរបស់ប្រជាជាតិខ្មែរពីដើមមនុស្សពីដើមគេហៅថាឯកលក្ខណៈជាតិឯកៈហ្នឹងមួយលក្ខណៈជាតិតែខ្ញុំសពថ្ងៃខ្ញុំប្រើពាក្យនឹងមុនគេហៅថាអត្តសញ្ញាណអត្តនឹងខ្លួនសញ្ញាណដែលនិយាយពីខ្លួនយើងដែលបងអូនទៅមើលអានោះហើយបានបងអូនដឹងថាវប្បធម៌ខ្មែរនឹងមានតាំងពីណាមកហើយជីវិតរស់នៅរបស់សង្គមខ្មែរវាមិនតែខ្មែរប្រែប្រួលសង្គមទៅតាមតននឹងរបត់ប្រវត្តិសាស្ត្រពិភពលោកដូចទេតែនេះយើងមើលទៅឃើញខ្មែរបានកត់ត្រាទុកទាំងអស់ហើយរឿងព្រេងទាំងឡាយមានប្រយោជន៍ណាស់សម្រាប់ប្រជាជាតិនីមួយៗហើយមានប្រយោជន៍ណាស់ក្នុងការអប់រំមានប្រយោជន៍ណាស់ក្នុងការដែលរៀបចំនៅសិលធម៌នៅគុណធម៌នៅចរិយាសាស្ត្ររបស់មនុស្សបងមើលរឿងបរោះកំជិលមានប្រពន្ធគ្រប់លក្ខឃើញទេរឿងនោះមួយអស្ចារ្យមែនតើខ្មែរយើងឲ្យតម្លៃទៅលើមេដូច្នេះបានគេឲ្យតម្លៃលើស្ត្រីហ្នឹងណាអ្នកសិក្សាអំពី psychology ចិត្តសាស្ត្រគួរតែអានរឿងហ្នឹងបើខុសពីនាងហ្នឹងទេណារៀបការបានតែមួយថ្ងៃលែងអ្នកគ្នាហើយព្រោះបរោះខ្ជិលណាស់ដីទៅស៊ីអត់ធ្វើអីទេប៉ុន្តែនាងមិនដែលស្ដីឲ្យហើយបរោះហ្នឹងសូម្បីតែស្ដាច់ក៏ប្រើអត់បានដែរបើចុងក្រោយបំផុតនាងអត់ប្រើឯងបរោះហ្នឹងព្រមតែកាប់ប្រៃធ្វើនឹងកករនោះឲ្យព្យួរខ្សែបានឃើញទេដោយសារនារីគ្រប់លក្ខណៈធ្វើឲ្យបរោះហ្នឹងខ្លាយទៅជាអ្នកមានបងទៅមើលរឿងមាយើងអស្ចារ្យមែនទែនអស្ចារ្យមិនត្រឹមតែបង្ហាញស្ត្រីជាធំក្នុងសង្គមគ្រួសារទេណាគេបានបង្ហាញតួអង្គស្ត្រីពីរស្រីខាតលក្ខស្រីគ្រប់លក្ខឃើញទេប្រពន្ធមាយើងដំបងរូបស្អាតនៅក្មេងប៉ុន្តែជាស្រីខាតលក្ខមាយើងក្រីក្រលំបាកជាប់កពឹសនៅតាមកំពង់ផែហ្នឹងមិនល្ងាចបានសំបន្ទុកដៃគ្រាន់ហូបយើងទៅជ្រួអស់ហើយដល់បានប្រពន្ធនាយសំពៅនេះបដូរគ្នាមកនេះឃើញទេរូបកាយចោមលំពណ៌មិនល្អទេប៉ុន្តែនាងមកដល់ភ្លាមនាងចុកកជើជាប់បំផ្លែតពេញកាយកជើឃើញទេនេះបង្ហាញអំពីតម្លៃរបស់ស្ត្រីប៉ុន្តែក្នុងរឿងហ្នឹងមហាដែលយើងរកឃើញអានិយាយទៅតម្លៃនៃវប្បធម៌ខ្មែរគឺចាក់ឫសជ្រៅមែនទែនប៉ុន្តែខ្ញុំកម្រឃើញបងប្អូនឬអស់លោកអ្នកសិក្សាស្រាវជ្រាវយកមកវិភាគសូម្បីតែពាក្យបងឃើញប្រពន្ធមាយើងទៅដល់ផ្ទះប្រពន្ធថ្មីនេះណាដូរហើយណាទៅដល់ផ្ទះសួរប្តីគាត់ណាបងណាញាតព្រៀងលៀនញាតព្រៀងលៀនបានអ្នកចិត្តខាងមិនមែនជាបងប្អូនតែញាតមិត្តអានឹងបងប្អូនពាក្យភាសាវាកប់នៅក្នុងរឿងហ្នឹងគឺនេះឲ្យអ្នកសិក្សាអត់បានយកគិតទេច្បាប់ក៏កត់ក្នុងរឿងហ្នឹងព្រះមហាក្សត្របានដាក់ទោសយកមាយើងទៅសម្លាប់ចោលទាំងយប់ហើយអ្នកយាមទ្វារនេះបានខាត់ឲ្យនិទានរឿងមួយទ្វារទិសខាងកើតនិទានរឿងមួយទ្វារទិសខាងត្បូងនិទានរឿងមួយទ្វារទិសខាងលិចនិទានមួយទ្វារទិសខាងជើងនិទានរឿងមួយចុងបញ្ចប់ដល់ម៉ោងស្ដេចដឹងរឿងថាមាយើងមិនបានទៅមើលងាយអគ្គមហេសីនេះជួយជីវិតអញ្ចឹងហៅមាយើងមកវិញគេនេះអានេះជាកតិច្បាប់ល្អណាស់អញ្ចឹងហើយបានជាអ្នករៀនច្បាប់ដែលល្បីនៅលើโลกហ្នឹងគេអត់ដែលចោលរឿងព្រេងស្នាដៃអក្សរសិល្ប៍ទេតែបងអូនមើលរឿងមហារស័យប្រោះខ្លារឿងកពើនិងអ្នកបរតេះគេនេះសរសើរកាត់សេចក្តីមិនជាកតិនៃការកាត់សេចក្តីច្បាប់ខ្មែរពីបុរាណរឿងនេះវាអស្ចារ្យអានឹងប្រភេទមួយផ្នែកដែលរឿងព្រេងពីដើមហៅរឿងព្រេងឥឡូវយើងហៅអក្សរសិល្ប៍វិទ្យាប្រៃផ្នែកមួយនៃដំណាលកថាវិទ្យាប្រៃដំណាលកថាវិទ្យាប្រៃមាន3មានទេវកថាព្រេងកថានិងនិទានកថាទេវកថានោះវាកើតដំណើរគ្នានឹងមនុស្សរស់នៅលើផែនដីហ្នឹង
មនុស្សអត់ទាន់យល់ពីបាតុភូតធម្មជាតិអត់ទាន់យល់ទាំងអស់មនុស្សយកអតិទេពមកបញ្យល់រឿងហ្នឹងអ្នកតាទឹកអ្នកតាភ្នំកូនចៅគាត់ចេះសួរលោកតាទឹកមកពីណាគាត់មិនដឹងមានអីបញ្យល់គាត់បញ្យល់ថាមានអតិទេពមួយដែលចេះប្រកែតំណែងគ្រូជាទឹកឲ្យលេខភូមិទៅចុះភ្នំមកពីណាអតិទេពមួយទៀតតំណែងគ្រូទៅជាភ្នំឲ្យចៅតាយាយនេះទៅជ្រកក៏យកទេវៈមកបញ្យល់ស្រុកគេមានដូចគ្នាតែដល់ខ្ញុំសិក្សាស្រាវជ្រាវប្រហែលជា20ឆ្នាំចុងក្រោយនេះណាខ្ញុំដាក់ចិត្តទៅខាងហ្នឹងបាទខ្ញុំឃើញថាអូប្រភេទទេវកថាយើងតិចណាស់ហើយបើយើងនិយាយពីតម្លៃសឹងតែគ្មានទេយើងខំប្រឹងជ្រែកខំប្រឹងពូតផ្ដុំខំប្រឹងកកាយតែបើយើងធៀបទៅទេវកថាឥណ្ឌាទេវកថាក្រិចទេវកថាអេស៊ីបទេវកថាពាក់អស្ចារ្យគេបានរៀបចំឋានានុក្រមអាទិទេពអតិទេពរក្សាសមុទ្រអតិទេពរក្សាភ្នំអតិទេពរក្សាពាក្យបណ្ដឹងអតិទេពរក្សាស្នាដូចជាអង្គរចនាសម្ព័ន្ធសង្គមមួយសប្តាហ៍អញ្ចឹងបងឃើញអញ្ចឹងបើផ្នែកអក្សរសិល្ប៍នេះបង្ហាញឲ្យឃើញថាគេវាស៊ីវិល័យជាងយើងអត់មានទេអាហ្នឹងយើងមើលទេវកថាគឺសម័យកាលពីបុព្វកាលចុះយើងមើលព្រេងកថាគឺសម័យបុរាណហើយនិយាយពីទីតាំងវត្តសាស្ត្រតួអង្គវត្តសាស្ត្រយកលក្ខណៈសម្គាល់វាងាយយល់អញ្ចឹងកណាសិក្សាពីព្រេងកថាដែលពាក្យថ្មីគេប្រើនេះបើពីមុនមកគេប្រើតែរឿងព្រេងមួយសម្គាល់រឿងភូមិស្រុករឿងប្រវត្តិមនុស្សប្រវត្តិសត្វវត្តអីហ្នឹងវាតាក់ទងដល់អត្តសញ្ញាណវាតាក់ទងដល់ទំនៀមទម្លាប់ប្រពៃណីចុះរឿងនិទានកថាវាតាក់ទងដល់ការអប់រំអំពីសិលធម៌អំពីជីវភាពរស់នៅអំពីច្បាប់អំពីអីសពបែបយ៉ាងក្នុងនោះត្រូវរស់នៅរបៀបម៉េចត្រូវប្រយ័ត្នរបៀបម៉េចបានអាចរស់នៅបានបងទៅមើលបរិះពីរនាក់នៅផ្ទះក្បែរគ្នាបរិះពីរនាក់ទៅដាក់អន្ទាក់ជាមួយគ្នាអានឹងរឿងនិទានកថារឿងធ្វើមិនដូចរឿងជៀនកត់សក់ដៃឯងនេះគឺរឿងល្អដែលយើងអត់បានយកមកសិក្សាទាំងអស់នឹងជាដំណើរជីវិតនៃមនុស្សខ្មែរតាំងពីបុព្វកាលតរហូតដល់បច្ចុប្បន្ននេះខ្ញុំអត់មានពេលគ្រប់គ្រាន់សម្រាប់និយាយណាចឹងខ្ញុំលើកសង្ខេបបន្តិចទេយើងចូលទៅមើលស្នាដៃអក្សរសិល្ប៍សំណេរយើងរកឃើញប្រវត្តិនៃការចេះប្រើអក្សររបស់ខ្មែរយើងមុនគេបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ហ្នឹងអត់មានជាតិសាសន៍ណាមួយដែលមានអក្សរមុនយើងទេដែលយើងរកឃើញហ្នឹងគឺសិលាចារឹកវោកាញ់ចាក្នុងរាជព្រះបាទស្រីមារៈដែលចិនហៅថាហ្វាន់ជេម៉ាន់បើប្រភពសិលាចារឹកនេះចាជាភាសាសំស្ក្រឹតទេប៉ុន្តែមានតម្លៃមហាសាលសម្រាប់ប្រជាជនខ្មែរតម្លៃមហាសាលហ្មងសិលាចារឹកនេះនាំឲ្យដឹងថាជនជាតិខ្មែរនៅសម័យហ្វូណនបានគោរពព្រះពុទ្ធសាសនារួចស្រេចទៅហើយព្រោះព្រះបាទស្រីមារៈនោះព្រះអង្គតែងតែធ្វើបុណ្យដាក់ទានដល់ទុរគតជនក្រីក្រទី1ទី2បើអត់មានសិលាចារឹកបូកាញ់ទេអ្នកស្រាវជ្រាវមុនយល់ច្រឡំថានៅបូកាញ់ចិត្តញ៉ាឆាងហ្នឹងចិត្តដាណាំងហ្នឹងវាជាដែនដីចម្ប៉ាពីបុរាណតែដល់ឃើញសិលាចារឹកមិនថាអូអានឹងជាដែនដីខ្មែរពីបុរាណទេបងគេមានតម្លៃទេហើយតម្លៃមហាសាលទី3គឺថាយើងជាជាតិសាសន៍មួយដែលមានអក្សរសរសេរមុនគេបំផុតអញ្ចឹងបានន័យថាម៉េចបានន័យថាយើងជាអ្នកដែលមានវប្បធម៌មុនគេមិនមែនរស់នៅធម្មជាតិទេពួកខ្ញុំបានបញ្ជាក់មនុស្សមានវប្បធម៌ខុសពីសត្វដែលរស់នៅជាធម្មជាតិយើងមានអក្សរសរសេរហើយបានន័យថាយើងចូលដល់យុគសម័យវប្បធម៌មុនគេតំបន់អាស៊ីអាគ្នេយ៍តែយើងចារជាភាសាសំស្ក្រឹតយើងរកឃើញភ័ស្តុតាងច្បាស់នៅសម័យចេនឡាសិលាចារឹកកា611សិលាចារឹកវាលកន្ទេលដែលជាសិលាចារឹកមួយអង្គការ UNESCO ទទួលស្គាល់ជាផ្លូវការថាវត្តមានភាសាខ្មែរឃើញប្រើប្រាស់ច្បាស់លាស់យើងអាចនិយាយបានថាមានមនុស្សមានភាសាក៏ប៉ុន្តែណាភ័ស្តុតាងគេនេះសិលាចារឹកកា611នេះជាភ័ស្តុតាងល្អមែនតើយើងមានអក្សរយើងមានភាសាខ្មែរប្រើមុនគេនៅតំបន់ហ្នឹងនេះបាទកន្លែងហ្នឹងហើយដែលអ្នកសិក្សាស្រាវជ្រាវយើងអត់ស្គាល់ពីតម្លៃណាដូច្នេះការសិក្សាស្រាវជ្រាវរបស់បងប្អូនជួនកាលបងប្អូនចង់បានបន្ទុកជួនកាលបងប្អូនខ្លាចគ្រូដាក់វិន័យអីទេការសិក្សាមួយដែលគ្មាន motivation គ្មានកម្លាំងជំរុញណាដល់ចិត្តការសិក្សានោះវាសោះកក្រោវាអត់ចង់រៀនចង់អីបងធ្វើម៉េចឲ្យមាន motivation មានកម្លាំងជំរុញតែអញសិក្សាចប់តែអញធ្វើអីមានប្រយោជន៍អីអានឹងបងមានសង្ឃឹមពាក្យខ្មែរណាខ្ញុំសិក្សាតាំងពីពាក្យសុភាសិតពាក្យបដៅពាក្យស្លោកមហាអស្ចារ្យដូនតាខ្មែរនេះមានគំនិតណាស់បងចាំទៅមើលអ្នកផ្សារគេជួបគ្នាគេសួរមិនទេ
bón lụa đôi năm nó miên phơi ấy bón miên phơi ban đây chùm rỡ nó chùm nanh ở đấy bầm trắng đi xuống đấy con bón đấy niềng móng đấy hiện sâu nó miên phơi đấy cứ nhé mai dưới sầm con miên phơi cứ miên sợi cây sừng khâm sau sầm nế bao dương dương trái để tám bài mai dương trái sầm máy bồ rán sầm máy cành đá sầm máy tùm nơ sầm máy bồ ránคือយើងពឹងផ្អែកទាំងស្រុងទៅលើព្រាហ្មណ៍និយមសម័យកណ្ដាលយើងពឹងផ្អែកទាំងស្រុងទៅលើអសរសិល្ប៍ពុទ្ធនិយមគឺដំណើរជីវិតរបស់តួអង្គពោធិសត្វខ្ញុំឃើញលោកគ្រូសុងស៊ីវលោកប្រែសភៅនឹងលោកដាក់ត្រូវលោកដាក់ថានិទានជាដកនិទានអានោះជាប្រភេទស្នាដៃនិទានទេប្រពុតលោកនិទានរឿងទាំងអស់នោះមនុស្សកត់ត្រាមនុស្សចំណាំទៅរឿងនិទានគេនេះវានិទានពីដំណើរនៃជីវិតហ្នឹងឯងហើយនឹងស្នាដៃអសរសិល្ប៍ទំនើបកនទំនើបនឹងក៏ខាឈោះជជែកគ្នាតវ៉ាគ្នាគ្រូមួយទៅគ្រូមួយសាលាមួយទៅសាលាមួយហេតុអីដោយសារអត់យល់ទិសដីអ្នកខ្លះថាទំនើបចាប់ពីទុំទាវមកអ្នកខ្លះថាទំនើបចាប់ពីរាយទៅអ្នកខ្លះថាទំនើបនឹងចាប់ពីមានពុំអសរមកទិសដីរបស់គេទំនើបគឺមនុស្សចាប់ផ្ដើមលើកពីតតបញ្ហាតថនៃជីវិតយកមកបង្ហាញនឹងចូលដល់ទំនើបហើយអញ្ចឹងបើប្អូនទៅមើលការវិវត្តនៃស្នាដៃបច្ចឹមប្រទេសមាន5សម័យកាលរបស់គេល្អមែនទែនដល់ណាទីនេះអញ្ចឹងរបស់គេល្អមួយយ៉ាងរបស់យើងក៏ល្អមួយយ៉ាងដែរអញ្ចឹងខ្ញុំលើកមកវិញអសរសិល្ប៍សម័យបុរាណបងឃើញទេនាំឲ្យយើងយល់ដឹងអំពីជីវភាពទំនៀមទម្លាប់ប្រពៃណីរបស់យើងទទួលឥទ្ធិពលព្រាហ្មណ៍របៀបមិនទទួលឥទ្ធិពលពុទ្ធរបៀបមិនក្នុងសម័យកាលនោះឆ្លុះបញ្ចាំងមើលសង្គមខ្មែរហើយបើយើងនិយាយអំពីសង្គមវិញណាយើងចូលទៅដល់សង្គមសក្តិភូមិហើយមានស្ដេចហើយគេហៅជានគរមិនមែនជាកុលសម្ព័ន្ធទេបើយើងនៅសំរោងសែនវានៅកុលសម្ព័ន្ធទេតែសប្តាហ៍ថ្ងៃវាមិនមែនជានគរទេសប្តាហ៍ថ្ងៃវាជារដ្ឋអ្នកច្បាប់ខ្លះក៏អត់ស្គាល់អ្វីហៅនគរអត់ស្គាល់អ្វីហៅថារដ្ឋទេឃើញទេបើដោយសារគាត់អត់យល់ដឹងអំពីបញ្ហាសង្គមមួយទូលំទូលាយយើងសប្តាហ៍ថ្ងៃរដ្ឋយើងមានស្ដេចមិនក៏ហៅយើងមិនហៅនគរយើងហៅរដ្ឋព្រោះយើងមានរដ្ឋធម្មនុញ្ញធ្វើអីពឹងផ្អែកលើរដ្ឋធម្មនុញ្ញតែសម័យមុនអត់មានរដ្ឋធម្មនុញ្ញគឺទស្សនៈរបស់ព្រះមហាក្សត្រលោកឲ្យអានឹងត្រូវហើយលោកឲ្យអានឹងខុសហើយព្រោះអ្វីនៅលើលោកកាន់អំណាចទាំង3ឃើញទេអានឹងអ្នកអសរសិល្ប៍ត្រូវចាំច្បាស់យល់ត្រឡប់ទៅវិញយើងឃើញណាការសិក្សាអសរសិល្ប៍បុរាណរបស់យើងនាំយើងយល់បានវាមិនចំណុចមួយនឹងហ្នឹងណាដែលភាសានេះមានតម្លៃណាស់សម្រាប់មនុស្សនៅក្នុងសង្គមបកគុណចាស់ឲ្យបងប្អូនចាំអាចឆែកមើលឯកសារទាំងអស់លើពិភពលោករួមទាំងឯកសារខ្មែរនិងឯកសារបរទេសដែលផ្សេងពីបញ្ហាខ្មែរគេថាការរីកចម្រើនរបស់ហ្វូណាន់ការរីកចម្រើនរបស់ចេនឡាការរីកចម្រើនរបស់អង្គរដោយសារមានបញ្ញវន្តខ្មែរយល់ដឹងពីវិទ្យាសាស្ត្រយល់ដឹងពីការរកឃើញដែករកឃើញឯកាត់ដែកកាត់ថ្មអីហ្នឹងវាជាចំណែកមួយតែចំណែកមួយដែលគេមិនដែលនិយាយនេះភាសាយើងត្រឡប់ទៅវិញថាខ្មែរយើងសម័យហ្វូណាន់យើងប្រើភាសាអីសម័យចេនឡាប្រើភាសាអីសម័យអង្គរប្រើភាសាយើងប្រើភាសាសំស្ក្រឹតមិនបើខ្ញុំកណាខ្ញុំហ៊ានថាអញ្ចឹងសិលាចារឹកទាំង1000ផ្ទាំងជាងហ្នឹងសឹងតែ80ទៅ90% ចាលជាភាសាសំស្ក្រឹតភាសាសំស្ក្រឹតសម័យកាលនោះណាដោយភាសាអង់គ្លេសសម័យកាលនេះចឹងជនជាតិសិង្ហបុរីណា90% ចេះអង់គ្លេសគឺនេះភាសាហ្នឹងវាជាតំណាក់តំណងធ្វើឲ្យមនុស្សហ្នឹងមានតាក់ទងគ្នាធ្វើឲ្យមនុស្សហ្នឹងអាចចាប់បាននៅបច្ចេកវិទ្យាហ្នឹងអញ្ចឹងសម័យកាលនោះជនជាតិខ្មែរយើងចង់តាក់ទងមួយឥណ្ឌាដោយតាក់ទងមួយអឺរ៉ុបដោយតាក់ទងព្រោះភាសាសំស្ក្រឹតវាមុនគេបំផុតនៅលើពិភពលោកហើយយើងដឹងថាភាសាសំស្ក្រឹតភាសាបាលីវាល្អណាស់សូម្បីតែអស់រយៈពេល 3-4,000 ឆ្នាំមកដល់ក្រោយនេះហើយហ្នឹងណាអ្នកវិទ្យាសាស្ត្រនៅប្រចាំប្រទេសបង្កើតពាក្យរបស់ឲ្យមកប្រើបង្កើតសម្ភារៈឲ្យប្រើក៏បាលីមានពាក្យទៅជំនួសដែរក៏សំស្ក្រឹតមានពាក្យជំនួសដែរបានន័យថាតម្រង់ក្បួនវេយ្យាករណ៍របស់គេវាល្អតម្រង់នៃការបង្កើតពាក្យ